មនុស្សគ្រប់គ្នាគួរតែមានទម្លាប់ល្អនៅក្នុងការរស់នៅប៉ុន្តែអ្នកទាំងអស់គ្នាមានដឹងអត់ថាទម្លាប់ល្អគឺជាអ្វីហើយធ្វើបែបណាទៅទើបមានទម្លាប់ល្អជម្រាបសួរអ្នកទាំងអស់គ្នាខ្ញុំឈ្មោះសុផាអញ្ចឹងថ្ងៃនេះខ្ញុំមានវីដេអូមួយដែលចង់បង្ហាញអ្នកទាំងអស់គ្នាដែលនិយាយពីទម្លាប់ខ្ញុំជឿថាអ្នកទាំងអស់គ្នាក៏អត់ខុសពីខ្ញុំដែរដែលតែងតែឮគេនិយាយពីទម្លាប់សម្រាប់ខ្ញុំអត់និយមន័យនៃពាក្យទម្លាប់ថាគឺជាការធ្វើអ្វីមួយជាប្រចាំជារឿយៗដែលធ្វើឲ្យខ្លួនយើងមានវិន័យនិងធ្វើឲ្យជីវិតរបស់យើងកាន់តែប្រសើរជាងមុនផងដែរជាក់ស្ដែងទៅពាក្យទាំងអស់នេះគឺវាងាយស្រួលនិយាយប៉ុន្តែមនុស្សមួយចំនួនធំគឺពិបាកក្នុងការធ្វើសូម្បីតែខ្ញុំផ្ទាល់ក៏ដូចគ្នាប៉ុន្តែសួរថាយើងទាំងអស់គ្នាអាចធ្វើបានអត់ច្បាស់ណាស់គឺយើងអាចធ្វើបានការមានទម្លាប់ឬក៏វិន័យវាជារឿងសំខាន់ណាស់តើវាជាការពិតមែនអត់ច្បាស់ណាស់វាគឺជាការពិតជាក់ស្ដែងទៅខ្ញុំពីមុនឡើយក៏ខ្ញុំបានផ្លាស់ប្ដូរទម្លាប់មួយដូចគ្នាដែលខ្ញុំចូលចិត្តទិញតែសភៅជាប្រភេទសភៅដែលខ្ញុំចូលចិត្តឬក៏អ្នកនិពន្ធដែលខ្ញុំធ្លាប់អានពីមុនតែប៉ុណ្ណោះប៉ុន្តែបន្តមកទៀតខ្ញុំចាប់ផ្ដើមផ្លាស់ប្ដូរខ្លួនឯងដោយការអានសភៅដែលខ្ញុំអត់សូវចូលចិត្តទេប៉ុន្តែសភៅហ្នឹងគឺអាចជួយខ្ញុំបាននៅពេលក្រោយដែលដំបូងឡើយគឺខ្ញុំចាប់ផ្ដើមផ្លាស់ប្ដូរដោយការអានក្នុងមួយថ្ងៃហ្នឹងខ្ញុំអានចន្លោះពី10ទៅ15នាទីដើម្បីឲ្យខ្លួនរបស់ខ្ញុំហ្នឹងប្រស៊ាំជាមួយនឹងប្រភេទសភៅដែលខ្ញុំអត់ធ្លាប់អានពីមុនសិនក្នុងចន្លោះមួយសប្តាហ៍ដំបូងអាចថារៀងពិបាកបន្តិចប៉ុន្តែបន្តមកទៀតខ្ញុំក៏អាចធ្វើបានហើយខ្ញុំក៏អាចអានបានលើសពី10ទៅ15នាទីដូចគ្នាចំណុចសំខាន់ដែលខ្ញុំគិតថាយើងទាំងអស់គ្នាត្រូវមានដើម្បីផ្លាស់ប្ដូរទម្លាប់នោះគឺយើងត្រូវមានការវិភាគប្រចាំថ្ងៃអញ្ចឹងនៅពេលដែលយើងមានការវិភាគច្បាស់លាស់គឺយើងនឹងដឹងហើយថាតើយើងត្រូវធ្វើអីនៅពេលបន្ទាប់អញ្ចឹងនៅពេលហ្នឹងយើងក៏អាចចេះគ្រប់គ្រងទៅលើពេលវេលាដូចគ្នាអញ្ចឹងដឹងស្រាប់ហើយថាបើក្នុងករណីយើងអត់មានការវិភាគទេពេលខ្លះទៅយើងអាចនឹងចុចទូរស័ព្ទច្រើនធ្វើនេះធ្វើនោះដែលអត់សូវមានប្រយោជន៍អញ្ចឹងយើងគួរតែមានការវិភាគដើម្បីកំណត់ថាយើងត្រូវធ្វើអីឲ្យពិតប្រាកដតែនេះគ្រាន់តែជាបទពិសោធន៍ដែលខ្ញុំធ្លាប់ធ្វើកន្លងមកហើយឃើញថាវាបានផលពិតមែនអញ្ចឹងបើសិនជាបងគិតថាល្អហើយវាមានប្រយោជន៍បងអាចយកទៅសាកល្បងបានសម្រាប់ការចែករំលែករបស់ខ្ញុំថ្ងៃនេះក៏មានតែប៉ុណ្្នឹងទេបើសិនជាបងចូលចិត្តជួបគ្នានៅវីដេអូបន្ទាប់បាយបាយ